và số xa cũng bọn phone trong học này và nước trong video này dương chắc là đang sắp xa thì sao để khi mà to thì tiếp là việc tôi cần nâng pronunciation như anh ta pronunciation cá bệnh trên sầm lên cá thì video lúc muốn dương bạn sắp xa thì alphabet luôn thôi trong mê riêng một này cứ dương trời sắp xa ông phi cá pronunciation này chỉបន្តទៅទៀតvàមុនចាប់ផ្ដើមតកតងទៅនឹងការសិក្សាពី phonics symbol នៅក្នុងវីដេអូនេះខ្ញុំលើកយកកំណត់ចំណាំពីអក្សរក្រមភាសាអង់គ្លេសសម្រាប់ឲ្យអ្នកសិក្សាបានដឹងតែវីដេអូលើកមុនខ្ញុំអត់បានបង្ហាញចំណុចនេះខ្ញុំលើកដាក់ចូលនៅក្នុងវីដេអូនេះដើម្បីភ្ជាប់ទៅនឹងការយល់ដឹងអំពីphonics symbol តកតងទៅនឹង vowel sound អញ្ចឹងបាទនេះ note note យើងថា note កំណត់ចំណាំ note from English alphabet បាទនៅក្នុងចំណុចនេះចង់បញ្ជាក់ថាសម្រាប់ phonetic alphabet បាទនៅក្នុងភាសាអង់គ្លេសនេះយើងមាន phonetic alphabet មាន26តួអក្សរ26 letter អញ្ចឹងក្នុងចំណោម26តួអក្សរនេះវាមាន5ដែលជាស្រៈតែខ្ញុំ highlight ពណ៌ក្រហម red color vowel អញ្ចឹងវាមានស្រៈ A ស្រៈ E បាទ I បាទ O U បាទខ្ញុំដាក់មកខាងក្រោមនេះបាទ vowel តែថាស្រៈ A E I O U បាទ5 there are 5 vowel អញ្ចឹងនៅក្នុងភាសាអង់គ្លេសពាក្យមួយមានផ្សំឡើងពីព្យញ្ជនៈហើយនឹងស្រៈប្រកបជាប់ទៅនឹងព្យញ្ជនៈណាមួយអីចឹងទៅដែលជាទូទៅណាបាទអញ្ចឹងការសិក្សាទាក់ទងទៅនឹង pronunciation នេះគឺសំខាន់ដែលយើងត្រូវដឹងពីណាមួយជាព្យញ្ជនៈណាមួយជាស្រៈអញ្ចឹងណាដើម្បីយើងអាចនិយាយប្រកបបានឬក៏អានពីនឹងបានហើយអញ្ចឹងក្រៅពីស្រៈទាំង5នេះវាមានផ្សេងទៀតដែលយើងចាត់ទុកថាជាព្យញ្ជនៈចុះបាទជា consonant ព្យញ្ជនៈប៉ុន្តែមិនមែនជា consonant sound ទេអានេះគឺគាត់នៅខ្ញុំចាត់បញ្ចូលនៅក្នុងនេះបាទព្រោះវាក្រៅពីស្រៈ consonant ជា phonetic alphabet ដែលក្រៅពីស្រៈបាទអញ្ចឹងដូចនៅក្នុងភាសាខ្មែរយើងវាមានព្យញ្ជនៈគេដាក់ដោយ like ទៅហើយស្រៈដាក់ដោយ like ទៅព្យញ្ជនៈកខកគហើយមានស្រៈស្អាស្អីស្អីអញ្ចឹងពីមួយនៅក្នុងភាសាខ្មែរវាមានពួកគ្នាព្យញ្ជនៈប្រកបជាមួយស្រៈទៅលោកនឹងព្យញ្ជនៈឲ្យចឹងទៀតទៅប៉ុន្តែភាសាខ្មែរវាមានព្យញ្ជនៈមានស្រៈហើយមានជើងទៀតបាទមានជើងមានសញ្ញាអីផ្សេងទៀតបាទផ្អែកទៅតាមពីនីមួយៗនៅក្នុងភាសាអង់គ្លេសមិនខុសគ្នាប្រមាណដែរទេគាត់ថាអ្វីដែលសំខាន់នោះគឺយើងដឹងឲ្យច្បាស់បែងចែករវាងស្រៈបាទដែលយើងត្រូវស្គាល់នេះយើង5ហ្នឹងហើយក្រៅពីហ្នឹងយើងមិនមែនជាស្រៈបាទខ្ញុំចាត់ចូលទៅជា consonant បាទនៅក្នុងចំណុចនេះមានតែប៉ុណ្្នឹងទេបាទឥឡូវនេះយើងចូលចំណុចមួយទៀតសិក្សានេះ phonetic symbol បាទនៅក្នុងវីដេអូនេះគឺអ្វីដែលសំខាន់យើងសិក្សាពី phonetic symbol for pronunciation ណា phonetic symbol និមិត្តសញ្ញាបាទបន្លឺសំឡេងអញ្ចឹងមុននឹងសិក្សាពី phonetic symbol យើងត្រូវដឹងចំណុចមួយចំនួនជារួមសិនបាទដើម្បីងាយយល់អញ្ចឹង
vì miền vowel sound nó bị mũi nó không bị sao lấy vì miền vowel sound cái này dùngប្រើ phonics សម្រាប់ for pronunciation vì miền vowel sound số សំឡេងស្រាក់ហើយនឹងមួយទៀត consonant sound số សំឡេងជូចញ្ញៈចឹងសូរសំឡេងជូចញ្ញៈប្រកបជាមួយសូរសំឡេងស្រាក់ដែលយើងអានពាក្យមួយបានយើង pronoun ពាក្យមួយបានអញ្ចឹងតាក់ទងទៅនឹង vowel sound នេះសូរសំឡេងស្រាក់នេះវាមាន single vowel បាទស្រាក់តូល vowel sound អញ្ចឹងខ្ញុំថាជាដាក់ថា single vowel អញ្ចឹងបាទស្រាក់តូលហើយស្រាក់តូលនេះវាមាន short sound សូរសំឡេងខ្លីហើយនឹង long sound សូរសំឡេងវែងណាក្នុងស្រាក់តូលហ្នឹងចំណែកមួយទៀតក្រៅពី single vowel នេះវាមាន diphthong ស្រាក់ផ្សំវាមានផ្សំចាប់ពី2ឡើងទៅអញ្ចឹងស្រាក់តូលនេះវាមានតែមួយទេអញ្ចឹងនេះជា vowel sound សូរសំឡេងស្រាក់ដែលយើងត្រូវដឹងហើយយើងនឹងសិក្សាបន្តបន្ទាប់នេះទៀតទៅនឹង phonetic symbol for vowel sound នៅក្នុងការ pronunciation នេះបន្ទាប់មកបានយើងសិក្សា consonant sound សូរសំឡេងជឿនជាក់ដែលយើងសិក្សានៅវីដេអូបន្តលើក្រោយនេះគ្រាន់តែខ្ញុំលើកយកចំណុចជារួមដើម្បីឲ្យបងប្អូនអ្នកសិក្សាងាយយល់ចាប់ពីចំណុចមួយតទៅបាទមុនដំបូងយើងនឹងសិក្សាអំពី phonetic symbol for vowel sound ហើយបន្តមកណាបាទនេះគឺជា phonetic symbol បាទនិមិត្តសញ្ញាបន្លឺសូរសំឡេងគេហៅថា phonetic symbol និមិត្តសញ្ញាបន្លឺសូរសំឡេងនេះជាអ្វីដែលយើងត្រូវសិក្សាបាទសម្រាប់ pronunciation ចំណុចទី1ដែលយើងសិក្សាទាក់ទងទៅនឹង vowel sound សំឡេងស្រាក់ហើយ short គឺខ្លីសូរខ្លីទាក់ទងនឹងសំឡេងស្រាក់ប៉ុន្តែសូរខ្លី short បាទទី1មានស្រាក់ ich បាទយើងហៅថា ich for example បាទឧទាហរណ៍ for example ឧទាហរណ៍បាទ example ឧទាហរណ៍ពាក្យបាទនេះពាក្យអង់គ្លេស big បាទ big អញ្ចឹងពាក្យអង់គ្លេសមួយវាមានផ្សំពីព្យញ្ជនៈនិងស្រៈប្រកបជាមួយតែព្យញ្ជនៈហើយចឹងទៀតទៅបាទហើយយើងខ្ញុំមួយពាក្យឲ្យងាយយល់ណាមាន v បាទព្យញ្ជនៈ v ហើយនឹងស្រៈ i នេះស្រៈ i នេះដែលយើងសិក្សាពីចំណុចដំបូងវិញគឺនេះ i គឺស្រៈហើយយើងថាជាព្យញ្ជនៈចុះមកជា consonant ចុះបាទនោះគឺពាក្យ big បាទ big អញ្ចឹងយើងអានបានគេទៅសេ phonetic បាទ symbol នេះបាទនិមិត្តសញ្ញាសម្រាប់អាននេះបាទសម្រាប់បន្លឺសំឡេង big នេះយើងអានថា big ហ្នឹង i ស្រៈ i នេះស្រៈ i នេះវិញតាងសូរសំឡេងស្រៈ i នេះឃើញទេបាទអញ្ចឹងនៅក្នុង sing អាននេះឬក៏យើងថាជា phonetic symbol នេះដែលយើងប្រើសម្រាប់អានពាក្យនេះអញ្ចឹងវាមានផ្សំពី consonant sound នេះគឺ b នេះគឺ consonant sound បាទ b បស្មើសបអញ្ចឹងណាប្រកបជាមួយនឹងស្រៈ i ស្រៈ i b កនេះស្មើសកបាទ bigប្រែថាធំខ្ញុំគិតថាការសិក្សាពី phonetic symbol នេះគឺជារឿងមួយដែលសំខាន់ណាស់សម្រាប់បងប្អូនដែលទៅចាប់ផ្ដើមសិក្សាភាសាអង់គ្លេសព្រោះពាក្យមួយកាលណាយើងអត់ដែរជួបដូចគេអត់សរសេរ sing នេះបាទប្រើ phonetic symbol នេះសម្រាប់ pronunciation ទេគឺយើងអត់ដឹងអានពាក្យនឹងអានថាម៉េចទេជាងកាលណាយើងដឹងពី vowel sound ពី consonant sound យើងអាចអានពាក្យនឹងបានសភៅខ្លះគេមានដាក់សរសេរភ្ជាប់តាក់ទងទៅនឹង phonetic symbol សម្រាប់ pronunciation នេះតែបើយើងអត់ចេះគឺយើងអត់ដឹងថាពាក្យនឹងអានថាម៉េច
ตอนแต่ทลอบสดับทลอบดูเก่งยีจนtớiบ้านหรือจะทลอบเรียนตามครูทลอบอ่านทลอบไปเจนจนเลยอย่างดังบ้านคืออ่านบ้านtại bờ dương chen nhỉ và che hạ phôn thích symbol bọn ôn ai việc mấy đại dương hoạt đấng bờ miền kia từ xây phôn thích symbol sầm rạp án dương ai an phi nông bàn hay thích xây bài thì thế này dan dương ai riêng phi sao lấy bàn được này chẳng những cái thà sầm khánh để tồn tại ta sắp xa phôn thích symbol sầm rạp nhẹ để sắp xa phi sao lấy đẹp bốn này tại sắp xa xoay chú thì phôn thích symbol này là mình sử dụng sắp xa tị xây tiết và ní con tập trong u ho mu thế mà bây ở trong thì cả phải chẳng là ít và xâm lên lấy mà thế rồi short ít short mu tiết sẽ thì là vậy for example là example cut okay thì là cut thế cut vậy là cắt ở mũi tiết là sra chúng tấu sra ít như này ít bây giờ là example là bed vậy là kre này short sound và nên có ô nó bài gì có ô từ về như này dịch lấy mà thì short thì for example angry ví dụ anh nhạc ngộ mà sao angry thì sự quen dùng sắp xa là dịch ổ trong trong dịch là angry khẳng ở mũi tiết là sra short đấy là example là ago tiếng Anh mà sra go vẫn dùng sắp xa là dịch ổ trong là ago và dịch là ago và khá cả lóng phốt từ mũi tiết là sra như là lấy đấy example là book nhé book có book và khá si phừ phừ sụp xa dưới rồi xây book ở mũi tiết sra nhưng mà mình nhà sra từ và được nông cả pra dương tràn pra này mà tầm này rất là pra đấy chẳng sra những anh là lấy short sound for example đó đấy play đàn và chẳng tổng on đấy cứ chỉ vowel sound là short sound số sum lý sạc số play chẳng đi người ở trong cái miền khánhคือผมphân lưng vàng chẳng đừng an đầu tiết là tiếng an thả ít và và chẳng hỏi lại và số mo phun bong phun tra thank you very much for watching my video from the beginning to the end và chẳng số bong phun trong chầm tu sana sắp xa đi riêng có tiết là video được rồi